Hello សួស្តីបងប្អូនទាំងអស់គ្នាបាទមកជួបខ្ញុំបាទចែកនៅលេខតិចមួយរយៈនេះខ្ញុំមានបានឃើញព័ត៌មានមួយចំនួនដែលបងប្អូនយើងបោះលេខតាមបណ្ដាញសង្គមហើយនឹងខ្ញុំជួបភ័ក្រហើយនឹងបងប្អូនចំនួនដែរជួបណាក៏ចែកដល់អីក៏ចែកគ្នារឿងbusiness ផងរឿងតកតងជាមួយនឹង digital currency រាល់ថ្ងៃយើងស្គាល់បានដូចជា crypto កាក់ crypto កាក់ bitcoin ផ្សេងៗក៏ទៅចែកគ្នាលេងចឹងទៅអ្វីមួយចំនួនដែលខ្ញុំបានកេតមើលឃើញតាំងពីបណ្ដាញសង្គមហើយនឹងភាពជាក់ស្ដែងដែលខ្ញុំជួបនោះមានបងប្អូនមួយចំនួនគាត់គិតតកតងនឹង crypto scamming វាជា scamming អ្នកខ្លះគាត់គិតថា crypto គឺជារបស់មានតម្លៃហើយជាពិសេសខ្ញុំឃើញខុសមួយទៀតដែលត្រូវបានអ្នកបញ្ញាដែលគាត់មានឈ្មោះល្បីល្បាញគាត់ដឹកនិយាយអំពីតើតើមក blockchain មួយ crypto គឺតើតើជាមួយនឹងគេហៅ financial ថ្មីវា copy traditional financial គឺជា crypto នេះគឺជាវិស័យរ៉ាញ់តូថ្មីដែលពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងតែនៅក្នុងស្រុកយើងវាអត់មិនទាន់ជាទលំទលាយអ្នកចេះដឹងក៏មិនសូវច្រើនហើយចំពេលឥឡូវវាមានព័ត៌មានតែទៅមួយ scam មួយច្រើនបងប្អូនមួយចំនួនគាត់គិតថានេះជា scam សម្រាប់ខ្ញុំបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំធ្លាប់លើតែទៅមួយ crypto តាំងពីខ្ញុំរៀននៅមហាវិទ្យាល័យក្នុងឆ្នាំ2014 15 16មកម្លេះតែគាត់ថាខ្ញុំមិនសូវចាប់អារម្មណ៍យល់អញ្ចឹងណាតែខ្ញុំបានលើយូរហើយទៅ Bitcoin វាអីរហូតដល់ខ្ញុំចេញធ្វើការឆ្នាំ2017 18មកខ្ញុំបានទទួលលើព័ត៌មានរហូតហើយជាពិសេសនោះខ្ញុំបានអានព័ត៌មានមួយចំនួនទាក់ទងជាមួយនឹងអ្នកវិនិយោគិនធំដូចជានៅអាមេរិកដូចជាលោក Warren Buffett អីដែលយើងស្គាល់ថាបេតាវិនិយោគគាត់ក៏និយាយពី Bitcoin គាត់ថា no value អត់មានតម្លៃទេមានអ្នកល្បីល្បាញជាច្រើនអ្នកគ្រូចើធំផ្នែកខាងការអញនៅអាមេរិកជាច្រើនគាត់ថាអានឹងអត់មានតម្លៃវាមិនខុសពី scam ភាសាគាត់ទេណាសូម្បីតែរដ្ឋាភិបាលចិនក៏និយាយថាអានឹងអត់ល្អរដ្ឋាភិបាលអាមេរិកក៏ធ្លាប់សម័យលោក Joe Biden ណាក៏និយាយថាអានឹងក៏មានកម្មវិធីប្រយុទ្ធឆាំងប៉ុន្តែបងប្អូនភ្លេចមើលអ្វីមួយចំនួនដែលមាននៅក្រៅទន្ទឹមនឹងអាមេរិកពីមុនណាថា crypto ពីមុននិយាយពីមុនមិនឥឡូវទេឥឡូវគឺយើងបានដឹងអត់មានថាលោកត្រាំបានប្រកាសឲ្យថា crypto គឺជាគេហៅថាសតវត្សថ្មីនៃវិស័យហិរញ្ញវត្ថុថ្មីមួយដែលវានឹងជំនួស traditional market គឺវាជាទីផ្សារហិរញ្ញវត្ថុថ្មីតែខ្ញុំបកត្រឡប់ទៅពីមុនមកវិញពីមុនគេអត់គិតចឹងសម្បីតែលោក Joe Biden ក៏មានការយុទ្ធនាការប្រឆាំងជាមួយនឹង Bitcoin ដែរតែនៅក្រោយវានៅដែលខ្ញុំចង់និយាយនោះគឺមានមនុស្សជាច្រើននៅក្នុងសហរដ្ឋអាមេរិកបានប្រមូល Bitcoin ប្រមូលកាក់សំខាន់ដែលក្នុងពិភពលោកគឺកាន់ក្តាប់សង្កត់តាំងច្រើនហ្មងជាពិសេស Bitcoin បងប្អូនសម្លឹងមើលបច្ចុប្បន្នអ្នកដែល hold កាន់ Bitcoin ដែលច្រើនបំផុតគឺអ្នកទាំងអស់ Elon Musk មានជាច្រើនពិសេសដែលខ្ញុំចង់និយាយនោះគឺដូចជា BlackRock បងប្អូនដែលធ្លាប់នៅយល់ស្វែងយល់ពីរ៉ាញ់ពិភពលោកស្គាល់BlackRock ច្បាស់ហើយBlackRockគឺជាក្រុមហ៊ុន property management ធំបំផុតដែលមានលុយច្រើនតែគ្រប់គ្រងលុយអ្នកមានក្នុងការចាត់ចែងធនធានរបស់គេអញ្ចឹងណាbillionaire អីចឹងណាបាទប្រមូលទិញ Bitcoin ច្រើនអញ្ចឹងបច្ចុប្បន្ននេះគឺអាមេរិកដាក់ Bitcoin ដាក់កាក់ Ethereum អីដែលមានតម្លៃក្នុង digital currency នេះគឺអាមេរិកដាក់អស់អញ្ចឹងបានខ្ញុំអ្វីដែលខ្ញុំចង់និយាយថាគេបានពីមុនណាគេប្រាប់យើងថាអានឹងជា scam ទន្ទឹមនឹងដៃមួយជាគេប្រាប់យើង scam ដៃមួយជាគេប្រមូលទិញដល់ពេលដែលគេប្រមូលបានក្តាប់ទៅលើទីផ្សារយ៉ាងធំសម្បើមបច្ចុប្បន្នបើតាមគាត់គេអាមេរិកកាំងក្តាប់មានថាតំបន់អឺរ៉ុបតាមអាមេរិកគេក្តាប់ទីផ្សារលើ 50% បានគេបើកទលាយហើយបងប្អូនត្រូវតែយល់ចំណុចមួយទៀតតទៅមួយ USDT USDC ហើយ US1 គឺដើមកណ្ដាប់គឺលុយអាមេរិកទាំងអស់សិតតែតទៅជាមួយគេហៅថា stable coin ណា
គឺតំណាក់តំណងជាមួយនឹងលុយអាមេរិកទាំងអស់ឥឡូវបងប្អូនគិតមិនអាហ្នឹងខ្ញុំមិនចាប់មិនគិតថាវាជា scam ឬមិន scam តែខ្ញុំអត់ចង់ឲ្យបងប្អូនដែលអាចរៀនសូត្របានឬក៏យុវជនជំនាន់ក្រោយព្យាយាមស្វែងយល់រៀនពីវាកុំឲ្យគាត់ទៅលើពាក្យគេថាយើងចោទថាវាជា scam ឬក៏ជាវាអត់តម្លៃសូមព្យាយាមសិក្សាស្រាវជ្រាវលម្អិតអំពី cryptocurrency ឲ្យច្បាស់ពី blockchain ច្បាស់ព្រោះថ្ងៃអនាគតវាអាចជា global currency ក៏អាចថាបានមិនអាចថាបានប្រហែល 80% វាអាចទៅនឹងហើយព្រោះជាពិសេស USDT USDC US dollar won នេះគឺបច្ចុប្បន្នដំណើរការវាសង់ទៅជាការទូទាត់ឆ្លងប្រទេសអាចជាសកលផងហើយក៏អាចនឹងក្លាយជា international currency ជាថ្ងៃអនាគតអញ្ចឹងបានខ្ញុំនិយាយថានៅពេលដែលវាមានតម្លៃថោកមនុស្សដែលមានឥទ្ធិពលមួយចំនួនគេប្រាប់ថានឹងជា scam ទន្ទឹមនឹងជា scam មនុស្សដែលមានទ្រព្យធនពិតប្រាកដនៅសហរដ្ឋអាមេរិកគេប្រមូលយកហើយបច្ចុប្បន្ននេះវាទុកតែមានមនុស្សមួយចំនួនចាប់ផ្ដើមគេហៅថា50បាទអ្នកខ្លះគាត់នៅមានគុំនឹងថាវាជា scam ជាអីវាមិនជាខុសទេព្រោះក្នុងសង្គម crypto តាមទុំសិក្សាមួយរយៈក្រោយនេះទេខ្ញុំមិនសិក្សាថាគឺសម្បូរ scam មែនប៉ុន្តែទន្ទឹមនឹងសម្បូរ scam ក៏មួយផ្នែកដែលមានទីផ្សារពិតប្រាកដក៏វាមានមករបស់វាដែរអញ្ចឹងសំខាន់មុននឹងយើងចូលទៅក្នុងវិស័យអីមួយសូមបងប្អូនព្យាយាមដាក់ខ្លួនឯងក្នុងការសិក្សានិងស្វែងយល់ស្រាវជ្រាវឲ្យបានច្រើនជាងការចង់បានចំណេញខ្លះជាអ្នកមានក្នុងរយៈពេលខ្លីឬមួយពេលវាអាចទៅរួចទេអញ្ចឹងសូមចូលទៅក្នុងវិស័យcryptocurrency ឬក៏ការវិនិយោគផ្សេងក៏ដោយមិនថា cryptocurrency forex ភាគហ៊ុនក៏ដោយតែទៅវិស័យរ៉ាញ់ធុសូមទៅរៀនគុំទៅដោយសារតែភាពមានបានរយៈពេលខ្លីហើយនឹងភាពឃើញ influencer លយឆាយអត់ទៅរួចទេរបស់ដែលបង្កើតលុយយើងច្រើនក៏ជារបស់ដែលរីកធំដែរអញ្ចឹងសូមបងប្អូនដែលចង់ដឹងពីវាសូមរៀនឲ្យបានច្រើនមុនចូលទៅវាកុំឲ្យមានការខាត់បងខ្លាំងហើយនឹងមានការអអង្គប្រពន្ធចិត្តអីណាមួយទៅជាចោលប្រព័ន្ធមួយទៅជា scam អានឹងមានអត់ល្អទេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបាទអញ្ចឹងគាត់ថាបងប្អូនដែលចំណាប់អារម្មណ៍បាទសូមមេត្តាសិក្សាស្រាវជ្រាវបានច្រើនជាចំណេះដឹងបាទអរគុណច្រើនបាយបាយ